អូខេសួស្តីអ្នកទាំងគ្នាមកថ្ងៃនេះមកសរសើរតកតងជាមួយនឹងការងារប្លង់ជូនបងប្អូនអ្នកគ្នាសម្រាប់អ្នកដែលគាត់ថ្មីថ្មោងសម្រាប់ការងារគូប្លង់ទៅលើបណ្ដាញទឹកភ្លើងត្រជាក់អញ្ចឹងសម្រាប់ប្លង់នេះគឺខ្ញុំសិក្សាជូនគាត់ជាក់ស្ដែងទៅលើបច្ចេកទេសវិឡាដែលមានទំហំ12x18ហើយយើងមានប្លង់ C 2ស្លាបអញ្ចឹងតកតងជាមួយប្លង់នេះគឺជាប្លង់អាកាតិកដែលយើងយកមកសម្រាប់គូប្លង់ MEP ចឹងមិនមែនយើងយកប្លង់ហ្នឹងយកមកគូសម្រាប់ប្លង់ MEP មកទេយើងថាបំលែងប្លង់ហ្នឹងធ្វើយ៉ាងម៉េចដើម្បីងាយស្រួលក្នុងការគូប្លង់ MEP ទី1ទី2ងាយស្រួលក្នុងការមើលទី3ងាយស្រួលក្នុងការកែប្រែប្រសិនបើអាកាតិកកែប្រែតើយើងចាប់វាយ៉ាងម៉េចចំណាយពេលតិចអញ្ចឹងខ្ញុំបានបំលែងប្លង់នេះមកជា layer លេខ8មកពណ៌ដូចគ្នាចេះហើយខ្ញុំបាន block វាព្រោះប្លង់ MEP ដែលយើងត្រូវការតែប្លង់បាតយើងត្រូវការតែប្លង់ elevation ហើយនឹង master plan នេះគឺខ្ញុំបានបងប្អូនអ្នកគ្នាអញ្ចឹងយក3នេះទេយើងយកវាទៅ layer លេខ0ទៅបងប្អូនអ្នកគ្នាយើង block វាមួយហើយយើងយកវាទៅលេខ0យើងគ្រាន់តែចាក់សោទៅលើប៉ុនវាទៅនេះប្លង់វាល្ងិតអញ្ចឹងបងប្អូនអ្នកគ្នាអញ្ចឹងប្លង់នេះយើងអត់អាចលុបបានទេព្រោះវាចប់ lock ហើយណាមួយវាចប់ lock អញ្ចឹងបើសិនបើយើងយកប្លង់ symbol MEP យកមកគូមកគឺយើងងាយស្រួលក្នុងការគូទី2ហើយបើសិនបើយើងត្រូវចាប់ຂະຫນາດ dimension ឲ្យជាងទៅធ្វើក៏ងាយស្រួលដែរវា reflect អីទេវាងាយស្រួលក្នុងការមើលហើយបើសិនករណីថាបើយើងចង់កែប្លង់គឺយើងគ្រាន់តែយកប្លង់ថ្មីយកមកភ្ជាប់ជាមួយនឹងប្លង់ចាស់នេះទៅគឺប្លង់ MEP យើងកែលឿនអញ្ចឹងសម្រាប់ tip ខ្ញុំគឺខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនបងប្អូនអ្នកគ្នាបើមានអីថ្មីឬក៏អីបងប្អូនអ្នកគ្នាអាចចែកម្លែកបានហើយបើបងប្អូនអ្នកគ្នាមានតម្រូវការសម្រាប់ការងារប្លង់បងប្អូនអ្នកគ្នាអាចតាក់ទងមកពួកខ្ញុំបានទី1គឺពួកខ្ញុំងាយស្រួលក្នុងការមើលទៅលើប្លង់ហើយពួកខ្ញុំបានគិតលម្អិតទៅលើការងារនីមួយៗថាប្រព័ន្ធទឹកហ្នឹងគឺយើងគួរធ្វើយ៉ាងម៉េចដើម្បីចំណេញទី1ទី2គឺសំចៃទី3គឺទៅលើមានន័យថាទៅលើការងារបច្ចេកទេសអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ